ชีวิตជាយុវវ័យនេះគឺការសិក្សាជារឿងដែលសំខាន់ណាស់ហើយកុំរំពឹងឲ្យសង្គមឲ្យពិភពលោកនឹងមកសំណោះអាណិតយើងនឹងច្រើនពេកអត់មានទេត្រូវមានចិត្តរឹងមាំកសាងបើខ្លួនខ្វះខាតកលែងតាណាត្រូវដកខាត់ត្រូវអភិវឌ្ឍចំណេះដឹងគឺចំណេះដឹងនេះអាចជួយឲ្យយើងមើលឃើញសង្គមនេះវាច្បាស់កណាវាដូចជាគេជាបញ្ញាភ្នែកមួយប្រកបដោយបញ្ញាអញ្ចឹងបញ្ញាចក្ខុក្នុងន័យធម្មតាទេមិនមែនក្នុងន័យធម៌ទេកណាទេមើលឃើញថាអ្វីដែលវាកើតឡើងហើយវាជាគុណតម្លៃមួយដែលអាចធ្វើឲ្យយើងនឹងដឹកនាំជីវិតនឹងប្រកបដោយផ្លូវត្រូវណារឿងដែលគួរតែជៀសវាងគឺកុំរំពឹងអ្នកដទៃមានន័យថាម៉េចមានន័យថាកុំឲ្យមានរឿងអីបន្តិចយើងគិតទៅពីរੂសុំឲ្យគេជួយសុំឲ្យអត់មានទេជាយុវវ័យលោកត្រូវកសាងឲ្យមមហើយអប់រំកាយនឹងឲ្យល្អដោយទីណាល្អមានវន្តនកិច្ចចេះគោរពចេះអោនលំទោនក្នុងពាក្យខ្មែរនេះមិនមែនអោនឲ្យគេជន់ទេកណាទេកណាសគុតសគុំភាពសគុមសេចក្តីថ្លៃថ្នូររបស់មនុស្សកណាអញ្ចឹងណាគេនិយាយពង្រៀនវិចារពោលពាក្យពីរោះអត់មានប្រយោជន៍កណាมันពាក្យណាដែលវាមិនកប់បីមកអីបើសិនជាចង់ពោលទៅសង្គមក៏ពោលឲ្យពីរោះដែរកណាវាអាចថាគេនឹងស្ដាប់ខ្លះអត់ស្ដាប់ខ្លះប៉ុន្តែការពោលពាក្យដោយពីរោះពិសាទៅកាន់សង្គមវាមិនបង្កាត់នៅភ្លើងឲ្យឆេះនៅការគំនុំគុំគួនអន់ចិត្តអីថែមទៀតណាព្រោះចិត្តមួយទៀតក៏ត្រូវតែរឹងមាំដែរព្រោះអត់ពីចាស់ទៅគឺពួកយើងនឹងហើយជាអ្នកត្រួតត្រងជាតិត្រួតត្រងសង្គមធិនេះប្រៀបបានដូចជាដុំពេជ្រដែលព្រះលោកឲ្យមកមនុស្សជាតិណាហើយត្រង់មនុស្សជាតិនឹងយួរទៅធ្វើយ៉ាងម៉េចទៀតអានឹងអាស្រ័យលើខ្លួនឯងតែសមាធិនេះមិនមែនជាបណ្ដាសាទេជាពរជ័យដែលមនុស្សជាតិទទួលបានហើយព្រះពុទ្ធសាសនាណាបកូណានៅលើទឹកដីអឺរ៉ុបណាដែលគេអាចទទួលយកបានណាមិនមែនដោយសារបកូណាចេះនិយាយធម៌អាទេអឺរ៉ុបខ្លះអាន3ដកច្រើនអានគម្ពីរពុទ្ធសាសនានឹងច្រើនជាងបកូណាទៅទៀតនោះគឺដោយសារសមាធិនេះឯងដែលអាចធ្វើឲ្យគេមើលឃើញសច្ចធម៌ដែលគេយល់ថាអូសមាធិនេះជារឿងខ្លួនឯងសុទ្ធសាធហើយអត់មានអ្វីផ្សេងណាបច្ចេកទេសណាដែលមនុស្សលោកអាចចូលទៅកាន់ទីជំរៅនៃដួងចិត្តបានឡើយលើកលែងតែបច្ចេកទេសមួយឈ្មោះសមាធិអញ្ចឹងបកូណាហើយកណាសប្បាយចិត្តឃើញតាមសាលាមួយចំនួននាំក្មេងចុះវាមានតែខាតអីហើយក្មេងទាំងអស់នោះវាមិនទៅអង្គុយណាបានកន្លះម៉ោងណា2នាទី3នាទីឲ្យចិត្តគ្នានឹងស្រាលណាអញ្ចឹងសមាធិនេះផលប្រយោជន៍ច្រើនណាស់បកូណាខ្ញុំកូណាឧស្សាហ៍កាលនៅស្រុកអាមេរិកហើយសមាធិនេះមិនមែនជាឈ្មោះនៃអត្តសញ្ញាណទេវាជាបច្ចេកទេសអាមេរិកគេយល់ឃើញចឹងទៀតនៅអង់គ្លេសខ្វះគ្រូទៅទៀតណា300សាលាបឋមសិក្សាកំពុងតែបប្រតិបត្តិនៅសតិបត្តិឋានអ្នកប្រាជ្ញលោកខាងលិចមួយឈ្មោះ Carl Gustav Jung ជាបិតាចិត្តវិទ្យាធំរបស់លោកខាងលិចគាត់ជាអ្នកព្យាបាលដួងពិការពួកអ្នកដែលមានវិបត្តិផ្លូវចិត្តហ្នឹងខលជុងហ្នឹងគាត់ព្យាយាមសិក្សាចុងក្រោយគាត់ថាអត់ទេគាត់មកពើប្រទេសជាមួយនឹងវិបស្សនានេះគាត់ថាអូល្អណាស់អញ្ចឹងគាត់យកវិបស្សនាហ្នឹងទៅព្យាបាលជំងឺរបស់អ្នកជំងឺរបស់គាត់តាំងពីឆ្នាំ1913ណោះបកូណាម្ចាស់ហើយបកូណាកុំច្រឡំថាស្រុកខ្មែរស្រុកសៀមស្រុកភូមាអីមានសាលាពុទ្ធសាសនាច្រើនជាងគេលើពិភពលោកមិនមែនទេស្រុកអាមេរិកមិនមែនស្រុកយើងទេណាបកូណាសាលាពុទ្ធសាសនាដែលច្រើនជាងគេដែលមានចំនួនច្រើនបំផុតនៅអាមេរិកទេមិននៅភូមាទេមិននៅខ្មែរទេមិននៅខ្មែរទេអញ្ចឹងបានកណាចេះតែឃើញថានេះកាលដែលសមាធិនេះអត់មានអ្វីដែលអាក្រក់ទេល្អបកូណាម្ចាស់ហើយបដិបត្តិបានគ្រប់វ័យទាំងអស់ហើយត្រង់ដែលញោមសមាធិហើយទៅផឹកស្រាទៀតអាហ្នឹងអាត្មាមិនដឹងថាម៉េចទេពីព្រោះចិត្តវាផ្សេងដំណើរជីវិតរបស់មនុស្សវាផ្សេង
សមាធិនេះវាជាបច្ចេកទេសត្រង់ថាយើងបើសិនជាយើងបដិបត្តិត្រឹម1នាទីហើយយើងចង់បានផលវាមិនបានទេវាត្រូវការពេលច្រើនថ្ងៃវាជាលំហាត់នៃដួងចិត្តនៃចិត្តដូចយើងហាត់ប្រាណអញ្ចឹងប្រកាសនេះដូចយើងហាត់ប្រាណអញ្ចឹងណាកាយយើងហ្នឹងបកូនណាខ្ជិលច្រើនដេកច្រើនសឹងច្រើនអីច្រើនហ្នឹងស្ពឹកស្ពួនបកូនណាដែលល្វះល្វីធ្វើការហ្នឹងឃើញទេសុខភាពលោកល្អយ៉ាងណាមិញចិត្តហ្នឹងអញ្ចឹងដែរហើយកណាបច្ចៈម្ដងទៀតម្ដងហើយម្ដងទៀតថាការបដិបត្តិសមាធិនេះណាជារឿងដែលល្អបំផុតមិនមែនបដិបត្តិសមាធិឲ្យខ្មោចចូលទេបើអ្នកណាបដិបត្តិសមាធិខ្មោចចូលអាហ្នឹងមិនមែនទេអាហ្នឹងផ្លอมទេអាហ្នឹងពួកបោកទេអាហ្នឹងវាមិនដែលបដិបត្តិសមាធិនេះទៅឃើញលេខឆ្នោតអាម៉េចវាមិនមានទេហើយគ្រាន់អង្គុយថ្មីភ្នែកទៅឃើញខ្មោចក្នុងព្រៃអាម៉េចវាមិនមានទេព្រះសម្មាសម្ពុទ្ធជាម្ចាស់មួយជីវិតរបស់ព្រះអង្គបដិបត្តិរហូតជាពិសេសព្រះអង្គចូលចិត្តអីទេក្នុងគម្ពីរយើងសិក្សាទៅឃើញទ្រង់ច្រើនតែចង្ក្រមនៅពេលព្រឹកណាឃើញណាហើយប្រគុណណាសង្គមយើងនេះវាមានរបួសដួងចិត្តនឹងវាច្រើនហើយយើងនិយាយទៅប្រវត្តិសាស្ត្រតាំងពីសម័យសង្គ្រាមអីមកនឹងវាឈឺវាខ្លោចផ្សាវាសពបែបយ៉ាងព្រះធម៌នេះចូលទៅជួយព្យាបាលជាខ្លះមិនជាខ្លះតែក៏ជាឱសថមួយដែលអាចធ្វើឲ្យដួងចិត្តនៃជនជាតិយើងនឹងបានស្ងប់រងាប់មួយរយៈអញ្ចឹងអ្នកខ្លះឆ្ងល់ថាទេចុះសមាធិនឹងបានប្រយោជន៍អីមកវិញថាបានច្រើនហើយកុំជឿអាត្មាកុំជឿខ្ញុំប្រគុណណាចូលទៅបដិបត្តិហើយកុំបដិបត្តិមកផ្លេតណា5នាទីចង់បានផលអ្ហ្មិចអត់ទេសាកមួយអាទិត្យសាក10ថ្ងៃទៅមើលហើយបើអត់មានពេលទេអាហ្នឹងយើងកុំនិយាយថាវាមិនពិតយើងអត់ដែលធ្លាប់ឆ្លងកាត់យើងអាចនិយាយមិនកើតដូចប្រគុណណាអញ្ចឹងមកកណាចេះទទួលប្រកេនប្រសងអង្គខ្លះកាលណាយើងនិយាយអ្វីមួយទៅកាន់សង្គមប្រគុណណាបើមិនមែនជាជំនាញរបស់យើងសួរគេឃើញប្រសងអង្គខ្លះនិយាយពីសេដ្ឋកិច្ចនោះសម្បើមណាស់ចឹងណានិយាយអំពីបរិស្ថានយើងសួរគេយើងមិនចេះទេបើនិយាយពីធម៌កណាប្រគុណណាចេះណានិយាយអំពីអីនយោបាយបើចេះនិយាយបើអត់ចេះសួរគេរៀនចំនួនយើងនេះណាប្រគុណណាយើងគួរតែរៀនទទួលស្គាល់អំពីដែនកំណត់នៃចំណេះដឹងរបស់ខ្លួនជនជាតិយើងនេះពេលខ្លះវាអួតខុសរឿងចេះនោះចេះសូម្បីតែព្រះពុទ្ធជាម្ចាស់ណាព្រះអង្គតែងតាំងអាសាវៈ80ព្រះអង្គដើម្បីអីទៀតអសីតិមហាថៃនឹងជាអីគេទៀតតំណាងអីមើលជាជំនាញព្រះសារីបុត្រជំនាញអីបញ្ញាឃើញទេនៅជុំវិញព្រះសម្មាសម្ពុទ្ធជាម្ចាស់ហ្នឹង80ឯកទេសដែលជាមន្ត្រីយ៉ាមន្ត្រីចិត្តដូចពិបាកស្ដាប់តិចថាជាសាវកដែលជំនាញ80អ្នកណាចង់មានបញ្ញាអត់អ្នកណាចង់និយាយពីរឿងបញ្ញាព្រះលោកឲ្យព្រះសារីបុត្រអត់អ្នកណាចង់សាកឆាធោបញ្ញុលធោអីយ៉ាងម៉េចឲ្យទៅអ្នកណាព្រះមហាកច្ឆាយណៈពេលដែលព្រះអង្គនិមន្តទៅផ្លូវឆ្ងាយព្រះអង្គតែងតែយកអង្គណាទៅតាមសេវលីឃើញទេនេះដំណើររបស់ព្រះសម្មាសម្ពុទ្ធយើងចឹងដែរប្រសងចឹងដែរប្រកូនណាអើយកណាអង្វរពេលខ្លះទៀតឆ្នាំណានោះមានបញ្ហារឿងចម្រៀងរឿងអីនឹងឃើញលោកទៅខមមិនទៅបញ្យល់ឲ្យអត់ចេះទេព្រះអង្គហើយទុកឲ្យលោកសិល្បៈលោកដោះស្រាយយើងស្ដាប់លោកហើយញាតិញោមចឹងដែរទៀតតកតងសាសនាសួរព្រះអង្គសិនយើងមានអ្នកប្រាជ្ញតើយើងមានអ្នកចេះដឹងតើអញ្ចឹងដើម្បីឲ្យសង្គមយើងល្អទាំងអស់គ្នាយើងពឹងគ្នាយើងជួយគ្នាព្រោះផ្ទះរបស់យើងហើយយើងអត់មានអ្នកណាចេះគ្រប់ទេបើផ្នែកសាសនាសួរអ្នកជំនាញសាសនាបើផ្នែកព្រំដែនសួរអ្នកព្រំដែនបើផ្នែកទាហានសួរគេអ្នកកាន់កំភ្លើងកុំយល់រឿងកំភ្លើងទៅសួរលោកនោះលោកមិនទៅចេះឲ្យលោកហើយលោកចឹងដែរណារឿងណាដែលមិនមែនរបស់យើងរៀនពីគេនេះជាវិធីសាស្ត្រនៃការកសាងសង្គមកុំឲ្យទៅបើកភ្នែកឡើងឃើញនេះតែគ្នាពុទ្ធោកំសត់ម្លេះដែនដីយើងប្រកូនណាចាប់ពីពេលនេះទៅទាំងអស់គ្នាទាំងញោមទាំងប្រសក់យើងត្រូវរៀនពីគ្នាទៅវិញទៅមក